តើប្រដាប់បន្តពូជនារីគួរមានក្លិនបែបណាមនុស្សស្រីមួយចំនួនណាគឺគាត់តែងតែបារម្ភពីក្លិនប្រដាប់បន្តពូជរបស់គាត់អញ្ចឹងពេលគាត់មានដៃគូគឺគាត់ឆ្លេឆ្លាទៅរកផលិតផលណាដែលធ្វើឲ្យប្រដាប់បន្តពូជរបស់គាត់ហ្នឹងគឺមានក្លិនក្អូបដូចផ្កាអញ្ចឹងតែប្រដាប់បន្តពូជដែលមានសុខភាពល្អគឺមានក្លិនធម្មជាតិរបស់វាក្លិនទី1ក្លិនបែបស្បែកវាទន់ល្មើយហើយផ្អែមតិចតិចក្លិនទី2គឺក្លិនជូរបន្តិចដោយសារតែមានបាក់តេរីធម្មជាតិនៅក្នុងទ្វារមាសរបស់យើងប៉ុន្តែបាក់តេរីទាំងអស់ហ្នឹងគឺជាបាក់តេរីល្អឯងក្លិនទី3គឺក្លិនដែកកើតមានឡើងអំឡុងពេលឬក្រោយពេលមករដូវហើយក្លិនទាំងអស់នេះគឺនឹងផ្លាស់ប្ដូរទៅតាមអរម៉ូនការបែកញើសការរួមភេទនិងការមករដូវបើប្រចាំថ្ងៃវិញយើងមានក្លិនតិចតួចអាហ្នឹងគឺធម្មតាដោយសារតែយើងត្រូវពាក់លីអូចេញទៅរៀនទៅធ្វើការឬក៏ទៅហាត់ប្រាណតែក្លិនដែលយើងគួរឲ្យបារម្ភនោះគឺក្លិនឆ្អាបដែលជាមុខសញ្ញានៃវត្តមានបាក់តេរីអាក្រក់នៅក្នុងទ្វារមាសក្លិនមួយទៀតគឺអត់ស្អុយទេប៉ុន្តែវាមានក្លិនបែបនំប៉័ងណាហើយវាធ្លាក់សបែបដុំរៀងលឿងតិចតិចចឹងណាអាហ្នឹងឯងគឺជាមុខសញ្ញានៃការឆ្លងមេរោគផ្សិត yeast infection ចំណាំមើលខ្លួនឯងឲ្យតែទ្វារមានខ្លួនឯងគឺមានក្លិនដែលលីអូទប់អត់ជាប់វាក្លិនភាយចេញពីលីអូទៅហ្មងអ្នកជុំវិញខ្លួនគឺអាចហិតដឹងថាយើងមានក្លិនកើតលមាស់កាហាយឈឺហើយធ្លាក់សខុសប្រក្រតីវាមិនមែនធ្លាក់សធម្មតាអាហ្នឹងគឺជាមុខសញ្ញានៃបញ្ហាមានសធម្មតាហើយនិងសខុសប្រក្រតីសធម្មតាហ្នឹងរបៀបម៉េចសធម្មតាគឺវាធ្លាក់សបែបថ្លាថ្លាតែងហើយពេលខ្លះពណ៌ដូចទឹកដោះគោអញ្ចឹងណាអាហ្នឹងគឺជាមុខសញ្ញានៃការធ្លាក់ទឹករំអិលធម្មជាតិរបស់យើងកុំឲ្យទ្វារមាសរបស់យើងស្ងួតពេកហើយមួយទៀតគឺទ្វារមាសរបស់យើងចេះលាងសម្អាតខ្លួនឯងអញ្ចឹងឥឡូវខ្ញុំនឹងប្រាប់ tip ក្នុងការថែរក្សាតំបន់ឯកជនរបស់យើងធ្វើម៉េចឲ្យវាមានក្លិនល្អបែបធម្មជាតិទី1យើងលាងសម្អាតជាមួយនឹងទឹកធម្មតាបានហើយឬក៏យើងប្រើជាមួយនឹងទឹកអនាម័យដែលអត់មានក្លិនណាម្ដងទៅ2ដងក្នុងមួយសប្តាហ៍បើសិនជាយើងចាំបាច់ត្រូវប្រើ tip ទី2កុំលូកលាងនៅក្នុងទ្វារមាសអញ្ចឹងទ្វារមាសរបស់យើងអត់ត្រូវការឲ្យយើងលូកទៅសម្អាតបាញ់ទឹកចូលដាក់សាប៊ូចូលអាហ្នឹងគឺគ្រោះថ្នាក់ដល់សុខភាពទ្វារមាសយើងមែនតើ tip ទី3ពាក់លីអូសាច់កប្បាសដែលស្រូបទឹកបានល្អអាហ្នឹងគឺសំខាន់មែនតើទ្វារមាសរបស់យើងក៏ត្រូវការដកដង្ហើមដែរ tip ទី4ពេលមករដូវគួរតែដូរសម្លៀកអនាម័យ2ទៅ4ម៉ោងម្ដងទៅតាមលំហូរឈាមរបស់យើងក្លិនប្រដាប់បន្តពូជរបស់យើងគឺត្រូវមានក្លិនដូចយើងអញ្ចឹងវាអត់ត្រូវមានក្លិនដូចផ្កាដូចទឹកអប់អីទេអញ្ចឹងឥឡូវគឺខ្ញុំចង់ណែនាំ platform មួយបើអ្នកទាំងអស់គ្នាចង់ដឹងលម្អិតពីបញ្ហាសុខភាពផ្លូវភេទអាចចូលទៅគេហទំព័រ Via ឬទៅមើលព័ត៌មាននៅទំព័រ Facebook Via ក៏បានដែរហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺអ្នកទាំងអស់គ្នាអាចសួរនាំពីបញ្ហានានាអំពីប្រដាប់បន្តពូជខ្លួនជារួមគឺសុខភាពបន្តពូជការមករដូវការមានផ្ទៃពោះការពន្យាកំណើតដែលអាចឆាតទៅ Facebook Page ឬទំនាក់ទំនងតាមលេខទូរស័ព្ទហើយអាចពិភាក្សាជាមួយគ្រូពេទ្យដែលឥតគិតថ្លៃនិងរក្សាការសម្ងាត់បានល្អក្នុងករណីធ្ងន់ធ្ងរទៅជួបផ្ទាល់ជាមួយគ្រូពេទ្យណាមួយតាមការណែនាំរបស់គ្រូពេទ្យ Via អញ្ចឹងកុំភ្លេចចែករំលែកវីដេអូនេះដើម្បីឲ្យបងប្អូនមិត្តភ័ក្តិដែលគូយើងដឹងដែរណាអរគុណជួបគ្នាលើកក្រោយ